អ្វីត្រូវការសង្គ្រោះប្រោសសត្វលោកម្ចាស់បង្កើតលោកហេតុអ្វីត្រូវការសង្គ្រោះប្រោសសត្វលោកដោយសារគាត់ស្រឡាញ់សត្វលោកដោយសារជីវិតរបស់សត្វលោកសុទ្ធតែជាគាត់ប្រទានឲ្យពេលរាងកាយលោកធាតុនៅកកើតនឹងថេអន្តរាយវិនាសបានដល់ចុងបញ្ចប់រួចហើយម្ចាស់បង្កើតលោកប្រើពេលវេលា200លានឆ្នាំបង្កត្រៃភពរៀបចំឲ្យសត្វលោកទម្រង់គ្រប់ប្រភេទនិងវាសនាដើម្បីបានសង្គ្រោះក្នុងពេលដំណើរគ្នាដាក់កំណត់វប្បធម៌និងមនោគតិចរិយារបស់មនុស្សគាត់ថែមទាំងប្រើកាយអាទិទេពរបស់ខ្លួនឯងដើម្បីរំលាយទោសកម្មឲ្យសត្វលោកដើម្បីសង្គ្រោះសត្វលោកទ្រង់បានបង់ចំណាយទាំងអស់របស់ខ្លួនឯងព្រោះដើម្បីនៅពេលវេលាចុងបញ្ចប់ចាប់ផ្ដើមសង្គ្រោះប្រោសមនុស្សអាចសម្រេចបានដល់តម្រូវរបស់អាទិទេពក្នុង200លានឆ្នាំអនេកបំបែកកាយនៃម្ចាស់បង្កើតលោកចាប់កំណត់ឡើងវិញនៅលើលោកីដើម្បីត្រួសត្រាយវប្បធម៌មនុស្សជាតិមើលរក្សាសិលធម៌របស់មនុស្សនៅក្នុងឆ្នាំខែយឺតនិងយូរនៃប្រវត្តិសាស្ត្រជីវិតវិលកើតវិលស្លាប់បង្វិលរាប់ពាន់ម៉ឺនឆ្នាំទៅវិញទៅមករងចាំជាបណ្ដាសច្ចកាយរបស់ជីវិតមនុស្សលោកីរួមបញ្ចូលបណ្ដាជាតិសាសន៍ភាគច្រើនមានទំនាក់ទំនងសាច់ញាតិគ្រប់ប្រភេទជាមួយនឹងម្ចាស់បង្កើតលោកនេះធ្វើឲ្យម្ចាស់បង្កើតលោកកាន់តែស្រឡាញ់មនុស្សលោកីនៃទ្រង់ពេលចុងបញ្ចប់ដល់រួចហើយដើម្បីបង្ហាញល្អជាងរឿងសង្គ្រោះប្រោសជីវិតដែលគ្មានប្រភេទទំនាក់ទំនងនេះជាមួយនឹងម្ចាស់បង្កើតលោកគឺมันអាចធ្វើមនុស្សក្នុងពេលនេះដល់ពេលនេះសច្ចកាយនៃមនុស្សលោកីសុទ្ធតែជាមនុស្សរបស់ទ្រង់រួចហើយគឺសំបីតែអាទិទេពទាំងនោះដែលមនុស្សលើលោកីជំនឿមនុស្សដែលកេងប្រវ័ញ្ចចាប់កំណើតកើតជាមនុស្សមកសម្ដែងធម៌សម្ដែងតាវក៏សុទ្ធតែជាមនុស្សរបស់ម្ចាស់បង្កើតលោកគោលបំណងគឺអាទិទេពប្រើរាងកាយមនុស្សដើម្បីម្ចាស់បង្កើតលោកទីបញ្ចប់សង្គ្រោះប្រោសមនុស្សលោកីត្រួសត្រាយវប្បធម៌អាទិទេពបន្សល់ទុកសុចរិតសាសនាគ្រប់ប្រភេទក៏ជាដើម្បីរក្សាសិលធម៌មនុស្សជាតិហើយស្ថិតនៅរងចាំការសង្គ្រោះប្រោសទីបញ្ចប់របស់ម្ចាស់បង្កើតលោកចំពោះម្ចាស់បង្កើតលោកដើម្បីនិយាយទ្រង់មានសិទ្ធិស្រឡាញ់មនុស្សរបស់ទ្រង់ក៏នឹងកាន់តែស្រឡាញ់មនុស្សដែលទ្រង់សន្មតថាគួរតែស្រឡាញ់នោះជាសិទ្ធិប្រយោជន៍របស់ទ្រង់នរណាក៏គ្មានសិទ្ធិជ្រៀតជ្រែកនោះជាព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតនៃទ្រង់ចំពោះជីវិតម្ចាស់បង្កើតលោកគឺជាម្ចាស់នៃអាទិទេពទាំងអស់ក្នុងរាងកាយលោកធាតុទ្រង់ជាអ្នកបង្កឡើងម្ចាស់នៃម៉ឺនម្ចាស់ស្ដេចនៃម៉ឺនស្ដេចមេត្រួតត្រាទាំងអស់របស់សត្វលោករួមបញ្ចូលទាំងមនុស្សអាទិទេពវត្ថុទាំងអស់ក្នុងត្រៃភពដែលទ្រង់បង្កស្នេហារបស់ទ្រង់គឺជាព្រះគុណដ៏វិសុទ្ធខ្ពស់បំផុតចំពោះសត្វលោកមនុស្សលោកីបានទ្រង់ស្រឡាញ់គឺជាកិត្តិយសធំបំផុតរបស់មនុស្សលោកគ្រូលីហុងជឺថ្ងៃទី17ខែមេសាឆ្នាំ2023